ស្នេហ៍ចៃដនតូចតនស្រស់ស្រីអង្គរបរិយភ្នំដាដួងចិត្តបងអ្នកមន្ទីរព័ត៌មានខេត្តតាកែវគឺជាអង្គភាពមូលដ្ឋានរបស់ក្រសួងព័ត៌មានមានតួនាទីជាសេនាធិការឲ្យក្រសួងព័ត៌មាននិងរដ្ឋបាលខេត្តតាកែវក្នុងការដឹកនាំគ្រប់គ្រងវិស័យព័ត៌មាននិងសោតួនិងសម្របសម្រួលកិច្ចការទំនាក់ទំនងសាធារណៈគ្រប់គ្រងលំហព័ត៌មាននិងសហការជាមួយរដ្ឋបាលខេត្តក្រុងស្រុកមន្ទីរអង្គភាពដើម្បីរក្សាបាននូវសន្តិសុខព័ត៌មានសន្តិសុខរបស់ខេត្តនិងសន្តិសុខ Digital ក្នុងវិស័យព័ត៌មាននិងសោតួតាមរយៈការរៀបចំយន្តការនិងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិប្រកបដោយស្មារតីបរិសកម្មសកម្មអន្តរកម្មនិងប្រសិទ្ធផលក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួនភ្នំជីសូពោះលើវេហាក្នុងឆ្នាំ2025នេះដោយមានការចង្អុលបង្ហាញរបស់ឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមវៃសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវនិងដោយការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញការងាររបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ធ្វើឲ្យវិស័យព័ត៌មានរបស់ខេត្តតាកែវមានការវិវត្តដែលប្រែមុខមាត់ថ្មីគួរឲ្យមោទនភាពពិសេសប្រព័ន្ធផ្សព្វផ្សាយកាន់តែសម្បូរបែបទាំងបុរាណនិងសម័យបច្ចុប្បន្ននៅក្នុងខេត្តតាកែវមានស្ថានីយ៍វិទ្យុ FM ផ្សាយផ្ទាល់ចំនួន9ស្ថានីយ៍កាសែត10អង្គភាពគេហទំព័រនិងទូរទស្សន៍អនឡាញ37អង្គភាពដែលប្រព័ន្ធផ្សព្វផ្សាយទាំងនេះកំពុងតែអនុវត្តតួនាទីយ៉ាងសំខាន់ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងគ្រប់ទិដ្ឋភាពដែលកើតមានឡើងនៅក្នុងខេត្តស្របតាមមុខជំនាញវិជ្ជាជីវៈរបស់ខ្លួនដោយឡែកមន្ទីរព័ត៌មានខេត្តតាកែវមានប្រព័ន្ធផ្សព្វផ្សាយវិទ្យុ FM ជាតិគោកធ្លុក1និង Facebook Page ចំនួន10រួមមាន 1. Facebook Page មន្ទីរព័ត៌មានខេត្តតាកែវ 2. Facebook Page ទូរទស្សន៍ជាតិគោកធ្លុកខេត្តតាកែវ 3. Facebook Page ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តតាកែវ 4. Facebook Page វិទ្យុ FM ជាតិគោកធ្លុក 92.50 MHz ខេត្តតាកែវ 5. TikTok ទូរទស្សន៍ជាតិគោកធ្លុកខេត្តតាកែវ 6. Twitter ទូរទស្សន៍ជាតិគោកធ្លុកខេត្តតាកែវ 7. YouTube ទូរទស្សន៍ជាតិគោកធ្លុកខេត្តតាកែវ 8. Instagram ទូរទស្សន៍ជាតិគោកធ្លុកខេត្តតាកែវ 9. Channel Telegram ទូរទស្សន៍ជាតិគោកធ្លុកខេត្តតាកែវ 10. Channel Telegram ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តតាកែវដើម្បីផ្សព្វផ្សាយព័ត៌មានក្នុងខេត្តព្រឹត្តិការណ៍ជាតិនិងអន្តរជាតិដែលកើតមានឡើងនិងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យរបស់ខេត្តរបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋបានជ្រួតជ្រាបរហ័សទាន់ពេលវេលានិងប្រកបដោយភាពជឿជាក់ស្របតាមទិសស្លោកថ្មីពិននិងទូលំទូលាយប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋានបងអ្នកទាំងស្យលងស្នេហ៍บ่មិត្តសមិទ្ធផលក្នុងឆ្នាំ2025កន្លងមកផ្សព្វផ្សាយព័ត៌មានក្នុងខេត្តបាន1174អត្ថបទរូបភាពផ្សព្វផ្សាយកិច្ចសម្ភាសន៍ក្នុងខេត្តបានចំនួន122អត្ថបទរូបភាពផ្សព្វផ្សាយព័ត៌មានជាតិបានចំនួន8314អត្ថបទរូបភាពផ្សព្វផ្សាយព័ត៌មានអន្តរជាតិបាន608អត្ថបទរូបភាពផ្សព្វផ្សាយអប់រំខ្លីស្ដីពីអត្ថប្រយោជន៍ប្រើប្រាស់បានបសសពិសាគ្រឿងស្រវឹងពេលបើកបរសុវត្ថិភាពការដឹកកម្មករសារៈសំខាន់នៃការអានអក្ខរកម្មច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជារបបអាហារសុខភាពបានចំនួន 22,510 ដងផ្សព្វផ្សាយសារអប់រំស្ដីពីផលប៉ះពាល់នៃគ្រឿងញៀនបានចំនួន 8,200 លើកផ្សព្វផ្សាយអប់រំស្ដីពីជនពិការភាពបានចំនួន 1,560 លើកផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តបានចំនួន 346 លើកផ្សព្វផ្សាយដំណឹងផ្សេងៗបានចំនួន 326 លើកផ្សាយផ្ទាល់ព្រឹត្តិការណ៍សំខាន់ៗក្នុងខេត្តបានចំនួន 10 លើកផ្សាយបន្តផ្ទាល់ពីទូរទស្សន៍តតកព្រះរាជសកម្មភាពព្រះករុណាព្រះបាទសម្ដេចនរោត្តមមុនិនាថសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចំនួន26លើកផ្សាយបន្តផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលក្នុងកម្មវិធីផ្សេងៗបានចំនួន231លើក
ការអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានคล้ายៗក្រោមទិសស្លោកនិយាយថាទេចំពោះព័ត៌មានคล้ายៗបានចាប់ផ្ដើមបើកជាផ្លូវការកាលពីថ្ងៃទី1ខែមេសាឆ្នាំ2025ហើយបាននឹងកំពុងបន្តធ្វើដំណើរទៅតាមបណ្ដារាជធានីខេត្តទូទាំងប្រទេសក្នុងគោលបំណងដើម្បីផ្ដល់សុវត្ថិភាពព័ត៌មានក្នុងសហគមន៍សង្គមជាតិទាំងមូលនិងការពារពលរដ្ឋពីគ្រោះថ្នាក់អាចបណ្ដាលមកពីព័ត៌មានคล้ายៗយុទ្ធនាការនេះបាននឹងកំពុងមានដំណើរការយ៉ាងសកម្មដោយទទួលបានការគាំទ្រពីសាធារណជនគ្រប់ទិសទីនិងមានការចូលរួមយ៉ាងផុលផុសពីថ្នាក់ដឹកនាំមន្ត្រីរាជការអាជ្ញាធរមូលដ្ឋាននិងតួអង្គពាក់ព័ន្ធដែលបានធ្វើឲ្យយុទ្ធនាការនេះកំពុងប្រែក្លាយជាចលនាជាតិក្នុងការទប់ស្កាត់និងលុបបំបាត់នូវរាល់ព័ត៌មានคล้ายៗក្លែងបន្លំបំភ្លៃបំភាន់ដែលកំពុងចរាចរក្នុងសង្គមជាពិសេសតាមរយៈបណ្ដាញសង្គមសម្រាប់ខេត្តតាកែវការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានคล้ายៗនេះបានចាប់ផ្ដើមដំណើរការពេញមួយខែមិថុនាឆ្នាំ2025ដោយធ្វើការចុះផ្សព្វផ្សាយតាមសាលារៀនតាមក្រុងស្រុកទាំង10ទីប្រជុំជនរោងចក្រភោជនីយដ្ឋានរមណីយដ្ឋានតាមរយៈសកម្មភាពជួបផ្ទាល់ចែកខិត្តប័ណ្ណការដង្ហែក្បួនការចាស់អឃោសនស័ព្ទផ្សាយតាមវិទ្យុនិងបណ្ដាញសង្គមផ្លូវការរបស់មន្ទីរដើម្បីឲ្យទទួលបានព័ត៌មានទាំងនោះចេះថ្លឹងថ្លែងវិភាគនិងវិយតម្លៃមុននឹងជឿឬចែករំលែកបន្តក្នុងការការពារខ្លួននិងចូលរួមទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិតនិងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលអាចបង្កចលាចលប៉ះពាល់ដល់ស្ថិរភាពនយោបាយសេដ្ឋកិច្ចនិងសន្តិសុខសង្គមក្នុងយុទ្ធនាការនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំខេត្តកងកម្លាំងទាំង3មន្ទីរអង្គភាពក្រុងស្រុកមេឃុំចៅសង្កាត់ក្រុមប្រឹក្សាឃុំសង្កាត់សិស្សានុសិស្សមេភូមិនិងប្រជាការពារសរុបចំនួន2663នាក់ជាមួយគ្នានេះក្រសួងព័ត៌មានបានសហការជាមួយអាជ្ញាធរជាតិរដ្ឋបាលខេត្តតាកែវនិងដោយមានមន្ទីរព័ត៌មានជាសេនាធិការបានចុះផ្សព្វផ្សាយអប់រំអំពីគ្រោះថ្នាក់នៃគ្រឿងញៀនការប្រើប្រាស់ App No Drug នៅវិទ្យាល័យជាស៊ីមតាកែវព្រមទាំងដង្ហែក្បួនទៅកាន់ទីប្រជុំជនផ្សារតាកែវដើម្បីធ្វើការផ្សព្វផ្សាយដល់អាជីវករចែកខិត្តប័ណ្ណដោយមានការចូលរួមពីលោកអភិបាលរងខេត្តមន្ទីរអង្គភាពកងកម្លាំងប្រដាប់អាវុធទាំង3សិស្សកាយរិទ្ធកាកបាទក្រហមសសយកកសិស្សានុសិស្សប្រមាណ600នាក់ទន្ទឹមនឹងសមិទ្ធផលសម្រេចបានខាងលើថ្នាក់ដឹកនាំមន្ទីរនៅបានបំផុសមន្ត្រីរាជការឲ្យចូលទៅគាំទ្រលើ page AK1 page លេខាធិការដ្ឋានកសពសនិង page PR Cambodia Government និងចូលរួមទៅ like comment share និងផុសបានចំនួន430អត្ថបទរូបភាពនិងចូលទៅ report លើគណនី Facebook បានចំនួន23គណនីព្រមទាំងបានធ្វើការតាមដានការផ្សព្វផ្សាយរបស់គេហទំព័រនានាក្នុងខេត្ត393អត្ថបទរូបភាពក្នុងនោះមានបញ្ហារសើប68ករណីត្រូវបានបញ្ជូនទៅមន្ទីរអង្គភាពពាក់ព័ន្ធធ្វើការបំភ្លឺរួចរាល់ដើរលេងជួបជុំសាងអនុស្សាវរីយ៍ដោយឡែកលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធរបស់មន្ទីរក្នុងឆ្នាំ2025នេះមន្ទីរព័ត៌មានខេត្តបានធ្វើការជួសជុលអគាររដ្ឋបាលទំហំ428ម៉ែត្រការ៉េក្រាលថ្មកានីតក្នុងបរិវេណមន្ទីរបានទំហំ562ម៉ែត្រការ៉េដោយប្រើប្រាស់ថវិការដ្ឋនិងការប្រមូលចំណូលពីការងារសោទស្សន៍បានចំនួន140លាន85ម៉ឺនរៀលស្មើនឹង267ទីតាំងអង្គភាពបងកងល្បាញល្បីរួមស្នេហ៍ភក្តីទាំងដីខេមរារួមស្នេហ៍ភក្តីទាំងដីខេមរារួមស្នេហ៍ភក្តីទឹកដីខែ